ថ្ងៃនេះមានវីដេអូមួយចែករំលែកដល់បងប្អូនទាំងអស់មិនថានៅក្រៅស្រុកឬក៏ក្នុងស្រុកហើយវីដេអូនេះដែរចង់បង្ហាញពីរុក្ខជាតិរុក្ខជាតិរុក្ខជាតិដូចគ្នាហ្នឹងហើយគឺរុក្ខជាតិម្យ៉ាងដែលមានឈ្មោះថាមុខឈ្នាងរុក្ខជាតិមួយនេះវាពិបាករកបន្តិចប៉ុន្តែបើសិនជានៅកន្លែងដែលវាដុះកន្លែងដែលវាកកើតហ្នឹងគឺកន្លែងត្រជាក់ដីសើមអញ្ចឹងឥឡូវយើងមករកអស់គ្នាឥឡូវឃើញហើយនេះដែលមុខឈ្នាងដែលពុកម៉ែបងប្អូនខ្លះគាត់អត់ទាន់បានស្គាល់ហើយអត្ថប្រយោជន៍ផងវាមានច្រើនដែរហើយយើងប្រើប្រាស់ទៅតាមបរិមាណដែលយើងដឹងខ្លះពីចាស់បុរាណវាត្រូវដូចជាជំងឺក្អករ៉ាំរ៉ៃបញ្ចុះដូចទល់លមួកហើយធ្លាក់សហើយស្ត្រីអត់មានទឹកដោះនឹងច្រើនទៀតដែលខ្ញុំអត់សូវបានដឹងច្បាស់ពីវាប៉ុន្តែគាត់ថាអានេះគាត់ដឹងខ្លះត្រួសពីចាស់នេះឲ្យដើមមុខឈ្នាងហើយស្រួលទេមើលវាដូចទៅលឹកម្លូមុនដំបូងមើលហើយដើមវាស្លឹកវាច្រាស់គ្នាហ្នឹងហើយវីដេអូនេះមានអីច្រើនទេគាត់ថាចែករំលែកពុកម៉ែបងប្អូននៅក្នុងបណ្ដាញ Facebook YouTube ឲ្យស្គាល់ដើមមុខឈ្នាងសំបីតែដើមស្លឹកឬវាក៏មានអត្ថប្រយោជន៍ណាអញ្ចឹងអរគុណច្រើនបើសិនជាពុកម៉ែបងប្អូនត្រូវការមុខឈ្នាងនេះអាចទាក់ទងបានចាំខ្ញុំដាក់លេខទូរស័ព្ទនៅលើក្នុង YouTube នឹងអរគុណច្រើនបាយបាយ